យោធាថៃបន្តបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាអនុព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោងប្រមាណ 5:04 នាទីយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតំន់ធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននិងនៅតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅចំការជែកនឹងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីថ្ងៃម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំឲ្យមានការប៉ះទង្គិចគ្នាដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយចំនួនដោយសន្តិវិធីស្របច្បាប់អន្តរជាតិក្នុងអបទ្ទវហេតុទាំង4លើកនោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបវិញឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងសកម្មនិងយកចិត្តទុកដាក់ខ្ពស់បំផុតជាមួយគ្នានេះកម្ពុជាបានជួលដំណឹងជាលើកទី2ទៅដល់ក្រុមអ្នកសង្កេតការអាស៊ាន AOT អំពីអបទ្ទវហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឲ្យ AOT ចុះទៅដល់ទីតាំងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិតនិងធានាឲ្យបាននូវតម្លាភាពយុត្តិធម៌និងភាពត្រឹមត្រូវក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោឃៅនេះហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាយដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាយដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រនេះកម្ពុជាសូមអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិយភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងដោយសុឆន្ទៈពិតប្រាកដកម្ពុជាបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានសម្រេចបានកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមជម្រាបថាកាលពីថ្ងៃទី7ខែធ្នូម្សិលមិញយោធាថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជាចំនួន3លើកទី1នៅចំណុចប្រលានថ្មក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារនាវេលាម៉ោងប្រមាណ 14:15 នាទីក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃកាំភ្លើងយន្ត B40 និងត្បាល់60លើកទី2នៅម៉ោង 20:02 នាទីយប់យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាទៀតដោយប្រើប្រាស់កាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្ត្រអូផ្កាស្នេហ៍បន្ទាប់មកនៅវេលាម៉ោង 20:30 នាទីកងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានថៃម្ដងទៀតនៅទីតាំងប្រលានថ្មក្នុងស្រុកជាំខ្សាន្តខេត្តព្រះវិហារជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី7ខែធ្នូឆ្នាំ2025ដោយប្រើប្រាស់កាំភ្លើងដៃនិងកាំភ្លើងត្បាល់បាញ់ជាច្រើនគ្រាប់សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃបានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង 20:50 នាទីយប់